ដើមវីដេអូច្បាស់ជាឃើញបងប្អូនទាំងគ្នាអំពីសកម្មភាពនៃការបង់ត្រីនិងអាំងត្រីដែលយើងបានរកបានភ្លាមៗហ្នឹងដោយសារថ្ងៃនេះពួកយើងតណៃអញ្ចឹងទៅពួកម៉ាក់យើងហៅទៅបងត្រីផ្ទះវិញអញ្ចឹងណាហើយពួកម៉ាក់ខ្ញុំ2នាក់ទៀតទៅមុនបារហើយវាទៅដល់ហើយវាខលមកហើយអាម៉ូតូអីអត់សូវមានសាំងហងអញ្ចឹងមានចាក់សាំងសិនអញ្ចឹងយើងចូលទៅចាក់សាំងសិនទៅតតចាក់សាំងហ្នឹងវេតនេឲ្យអូតូបងជិះម៉ូតូស្រួលទៅម៉ូតូជិះវិញបដើតតាំងផ្អឹសហើយទេពួកម៉ាក់យើងក៏មិនចិត្តបានដែរបើគិតទៅចង្អាយពីទេខ្ញុំទៅប្រហែលជាខ្ទង់3-4គីឡូឯហ្នឹងអញ្ចឹងបន្ទាប់ពីចាក់សាំងរួចយើងចេញទៅតែម្ដងទៅកុំឲ្យខាតពេលយូរដោយសារពេលវេលាយើងកាន់តែល្ងាចទៅយាយដោយសារទៅជាងម៉ោង3ម៉ោង4ហើយទេសភាពតាមផ្លូវនេះពិតជាអែមមែនតើនិយាយទៅជិះតាមនេះនឹកឃើញមុខផ្ទះខ្លួនឯងកាលខ្ទង់7-8ឆ្នាំមុនទេសភាពក៏មិនខុសពីនេះមកតែជាតំបន់ដែលសម្បូរមនុស្សរស់នៅច្រើនអញ្ចឹងណាប៉ុន្តែតំបន់នេះវិញគឺរស់នៅដាច់ពីគ្នាហើយផ្ទះជាប់គ្នាមានតែនៅខាងមុខឯនៅខាងដើមផ្លូវយើងមុនហ្នឹងណាដល់ពេលយើងជិះចូលកាន់តែជ្រៅផ្ទះមួយនៅរៀងឆ្ងាយពីគ្នាបន្តិចអត់ដូចនៅខាងម្ដុំដើមផ្លូវឯងអញ្ចឹងបន្ទាប់ពីបរិយាយអស់មកទទួលយើងមកដល់ផ្ទះពូម៉ាក់យើងហើយគ្រាន់តែមកដល់ភ្លាមពូម៉ាក់យើងមកទទួលយកទឹកប៉ុន្តែអត់មានទឹកឲ្យទេដោយសារបានបើកឆាតមើលឲ្យណាមួយផ្លូវតាមខាងយើងនេះគឺអត់មានអ្នកលក់អីទេអញ្ចឹងមានតែឆ្លងអូទៅត្រើយម្ខាងទៀតដោយសារត្រើយម្ខាងទៀតសបោមនុស្សរស់នៅច្រើនជាងត្រើយខាងនេះណាហើយអ្នកលក់ដូរក៏ច្រើនដែរបន្ទាប់ពីទិញទឹកបានហើយយើងដើរទៅរកទីតាំងយើងតែម្ដងទៅហើយពូម៉ាក់ខ្ញុំនេះឃើញគោក្តៅពេកយកទៅកំប៉ុងដែលយើងចាក់ទឹកហើយយកទៅដាក់លើគោដល់ខ្លាចតែគោធាក់អត់និយាយមែនដើរទៅ2-3ជាហ៊ានទៀតដល់ទីតាំងយើងហើយនិយាយពីថាទេសភាពដបេះតែម្ដងមានតាំងពីមលុបអាស័យហើយទីធ្លាយើងស្លាស់ល្អមែនតើមកដល់ភ្លាមពូម៉ាក់យើងរៀបចំសំណាញ់ជាស្រេចដើម្បីរៀបចំបងត្រីហ្នឹងបន្ទាប់ពីឈោមើលមាត់ត្រីអស់មកសន្ទុះបន្ទាប់ពីឃើញមាត់ត្រីហើយដើរទៅម្ខាងទៀតដាក់មកសំណាញ់ទៅយើងឃើញថាត្រីមកសំណាញ់យើងបានតែប៉ុណ្្នឹងហើយហើយកុំឲ្យខាត់ពេលយូរពេលវេលាយើងថ្ងៃជិតលិចលើហើយក៏ចាប់ផ្ដើមបង្កាត់ភ្លើងធ្វើត្រីឲ្យលេងរួចក៏ដាក់អាំងនៅនឹងបរោយទៅដើម្បីឈៀលជាមួយទេសភាពថ្ងៃលិចណាប៉ុន្តែឈៀលនោះមានដាក់វីហ្គេណាគឺដាក់ទឹកក្រូចយ៉ាងហ្នឹងបន្ទាប់មកមិនបានចាំដល់ថ្ងៃលិចអីទេដោយសារពូម៉ាក់ខ្ញុំថាចង់ទៅលេងបាល់អញ្ចឹងមុនចេញមកណាក៏ឆ្លៀតថតទេសភាពជុំវិញនឹងឲ្យមើលបន្តិចទៅបាយ